បាទសួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូមួយនេះគឺខុសពីអេពីសូតមុនយើងនិយាយអំពីរបៀបនៃការបង្កើតគណនីនៅក្នុងនីឡាដល់ពេលវីដេអូនេះយើងនិយាយអំពីការបង្កើតរបាយការណ៍ការបញ្ជាទិញក្នុងនីឡាតែម្ដងអញ្ចឹងដំបូងយើងចូលមកកាន់ទំព័រដើមដូចដើមហ្នឹងនៅពេលដែលយើងមាន account ហើយអ្នកនរគ្នាคลิกទៅលើទៅផ្ទាំងគ្រប់គ្រងរបស់អ្នកអូខេដល់កន្លែងនេះយើងធ្វើថាយើងកំពុងតែនៅក្នុង dashboard ដែលគេហៅថាផ្ទាំងគ្រប់គ្រងទាំងអស់ហ្នឹងទិដ្ឋភាពទូទៅនៃការដឹកជញ្ជូនរបស់យើងអញ្ចឹងទាក់ទងជាមួយនឹងការបញ្ជាទិញមួយនេះគឺខ្ញុំបាត់ដាក់ការមុនអញ្ចឹងខ្ញុំអាចមើលការបញ្ជាទិញរបស់ខ្ញុំបានតម្លៃពេលវេលាក៏ដូចជាលេខតាមដានរបស់ខ្ញុំបានងាយស្រួលនឹងសម្រាប់ខ្ញុំក្នុងការបញ្ជាទំនិញអញ្ចឹងរបៀបក្នុងការបង្កើតអ្នកនរគ្នាសូមចូលទៅកាន់ការបញ្ជាទិញនេះអូខេមកដល់កន្លែងនេះអ្នកនរគ្នាធ្វើការចុចទៅលើការបញ្ជាទិញថ្មីនេះអូខេអញ្ចឹងយើងមានមុខងារពីរទី1អ្នកនរគ្នាអាចធ្វើការupload នៅរូបភាពការកម្មងរបស់អ្នកនរគ្នាដាក់ចូលទៅក្នុងនីឡាហ្នឹងហើយវានឹងធ្វើការ scan ហើយបង្កើតជាទិន្នន័យទាំងអស់ដែលមិនបាច់ចាំឲ្យយើងទៅធ្វើការសរសេរបញ្ចូលដោយដៃម្ដងមួយនោះទេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើនៅមុខងារមួយនេះអញ្ចឹងយើងធ្វើការ click ទៅចុចមួយនេះមកឬក៏ control V បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន file មួយនេះអញ្ចឹងនេះគឺជារូបភាព file ទាំងអស់ដែលខ្ញុំមានអញ្ចឹងខ្ញុំមាននេះគឺខ្ញុំបានកម្មវ៉ាន់អំពី Alibaba មកខ្ញុំឧទាហរណ៍អ្នកនរគ្នាគឺខ្ញុំកម្មការខៀវមួយនេះហើយខ្ញុំបាន screenshot អំពីទិន្នន័យការខៀវមួយហ្នឹង screenshot អំពីការដឹកជញ្ជូនតម្លៃផ្សេងៗហើយខ្ញុំបាន screenshot នៅ chat message តទៅមួយ chat នេះគឺមានលេខ tracking number លេខតាមដានតំណែងហ្នឹងហើយខ្ញុំបាន screenshot តទៅមួយនឹងសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគឺខ្ញុំបាន screenshot ដែរដាក់ចូលក្នុងទាំងអស់អញ្ចឹងសរុបទាំងអស់មកយើងតម្លាក់ចូលទៅបងប្អូនអូខេអញ្ចឹងពេលនេះយើងបានតម្លាក់ចូលហើយគឺយើងមានចំនួន5រូបភាពអញ្ចឹងយើងអ្នកនរគ្នាអាចដើម្បីបញ្ជាក់កាន់តែច្បាស់យើងអាចបន្ថែមអក្សរតិចតួចទៅដើម្បីបញ្ជាក់ឲ្យវា scan កាន់តែល្អដែលយើងបានប្រើ AI ដើម្បីជំនួយអញ្ចឹងបងប្អូននឹងធ្វើការអូតូថារូបភាពទី3នេះគឺខ្ញុំបានមានលេខកូដអញ្ចឹងខ្ញុំប្រាប់ AI ឲ្យកាន់តែយល់ច្បាស់ងាយស្រួលក្នុងការបង្កើតកុំឲ្យមានការខុសកលៈអញ្ចឹងខ្ញុំប្រាប់ថា image 3 contain ឬក៏សេចជាខ្មែរក៏បានដែរបងប្អូន contain tracking number លេខអ្នកផ្គត់ផ្គង់អ្នកនេះអាចសេចជាខ្មែរក៏បានដែរអត់បញ្ហាទេអញ្ចឹងអ្នកនេះធ្វើការคลิกទៅលើការវិភាគរូបថតនេះមកអញ្ចឹងចាំរយៈពេល15ទៅ20វិនាទីវានឹងធ្វើការវិភាគបន្តមកនឹងបង្កើតជាទិន្នន័យលក្ខណៈជាទម្រង់តារាងឲ្យយើងមើលតែម្ដងអូខេអញ្ចឹងលឿនមែនតើប្រើប្រាស់ពេលរយៈត្រឹមតែ5វិនាទីទេគឺបង្កើតបានទាំងអស់តែម្ដងអញ្ចឹងអ្នកនេះអាចតាមដានបានទី1គឺយើងមានឈ្មោះអ្នកផ្គត់ផ្គង់គឺឈ្មោះក្រុមហ៊ុនផ្ទាល់លេខបញ្ជាទិញរបស់យើងនេះវេទិកាដែលយើងទិញគឺទិញពី Alibaba ត្រូវស្ថានភាពគឺអូខេ waiting for delivery confirmation គឺត្រូវដូចគ្នាហើយតម្លៃសរុបត្រូវដូចគ្នានេះគឺជាផលិតផលឈ្មោះផលិតផលត្រូវហើយចំនួនរបស់វាតម្លៃមួយឯកតាលេខតាមដាននេះគឺត្រូវដូចគ្នាត្រូវនឹងរូបភាពដែលយើងបានដាក់អញ្ចឹងបាទគឺបញ្ចូលឲ្យតែម្ដងក្រុមហ៊ុនគ្រប់គ្រងយើងអាចដាក់ខ្លួនឯងបានដាក់ Alibaba មកអូខេនេះគឺជាលេខតាមដាន DOSB 0941នេះយើងអាច check មើលដើម្បីមើលបានអូខេអញ្ចឹងយើងធ្វើការត្រូវអស់ហើយអញ្ចឹងវាអត់មានអីដែលទៅបញ្ហាទៀតទេអញ្ចឹងអ្នកនរគ្នាបើសិនជាវាអត់ច្បាស់អាចពិភាក្តម្ដងទៀតបានហើយឬក៏យើងអាចកែសម្រួលដោយដៃក៏បានដែរកន្លែងនេះអ្នកនរគ្នាធ្វើការ add រូបភាពនៃអវ៉ាន់របស់យើងចូលក៏បានដែរដើម្បីងាយស្រួលក្នុងការមើលហើយអូខេអញ្ចឹងយើងទទួលបានជោគជ័យអស់ហើយអញ្ចឹងបង្កើតការបញ្ជាទិញតែម្ដងអូខេអញ្ចឹងចាំបន្តិចទៅវាធ្វើការបង្កើតការបញ្ជាទិញបាទពេលនេះគឺរបាយការណ៍យើងទទួលបានជោគជ័យអស់ហើយគឺយើងមានជាមួយទិន្នន័យឈ្មោះទាំងអស់អ្នកនេះអាចធ្វើការអូខេយើងមានទិន្នន័យឈ្មោះបរិមាណរបស់យើងតម្លៃដូចជាផលិតផលហើយនឹងលេខតាមដានរបស់យើងទាំងអស់អញ្ចឹងអ្នកក្រោយនៅពេលដែលយើងត្រូវការមើលក៏ដូចជាស្វែងរកទិន្នន័យមួយហ្នឹងយើងចង់ដឹងថាអវ៉ាន់យើងអីគេខ្លះដែលយើងនៅសល់តែនេះអាចចូលមកកាន់នីឡាជាធម្មតាមកបាទយើងចូលមកកាន់តារាងយើងមកនេះគឺមានហើយគឺដែលយើងបានបំពេញមិញនេះយើងคลิกមកយើងងាយស្រួលក្នុងការមើលអញ្ចឹងបងប្អូនតើតោះមួយវិធីសាស្ត្រមួយទៀតគឺវិធីសាស្ត្រដែលវាលឿនមែនទែនរបៀបក្នុងការភ្ជាប់ទៅ Telegram បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេរបៀបក្នុងការបង្កើតរបាយការណ៍ការបញ្ជាទិញជាមួយនីឡាបាទអរគុណអ្នកទាំងនេះមែនទែនសម្រាប់ការតាមដានវីដេអូមួយនេះជូនពរសំណាងល្អហើយនឹងជួបគ្នានៅវីដេអូក្រោយបាទអរគុណ